ខ្ញុំឃើញព័ត៌មានចាស់ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមិនដល់សុខភាពជាជនខ្មែរខ្លាំងមែនទែនដែលឃើញពួកឈ្មោះអាត្មានិយមវានៅតែព្យាយាមនាំចូលអាគ្រឿងបង្កកដូចជាសាច់ប្រហិតជើងមាន់ជើងអីជង្គង់មាន់អីហ្នឹងហើយសាច់ជ្រូកជាពិសេសសាច់ជ្រូកបង្កកហ្នឹងយកមកតាមយកចូលមកតាមច្រកព្រំដែនសៀមខ្មែរហ្នឹងវាជារឿងមួយអនិច្ចាដល់ខ្មែរខ្លាំងហើយខ្ញុំឃើញព័ត៌មាននេះបងប្អូនឃើញនេះគឺជាការចុះមកក្រាបរបស់ប៉ូលីសសៀមចូលទៅត្រួតពិនិត្យការផលិតសាច់ក្រកកញ្ចប់អីហ្នឹងដូចជាហត់ដកហត់អីហ្នឹងប្រាក់ស្អាមេត្រីហើយកន្លែងផលិតរបស់វាគឺគ្មានអនាម័យប្រើគីមីខ្ពស់នៅក្នុងការផ្សព្វផ្សាយព័ត៌មានរបស់វាហ្នឹងហើយការផលិតរបស់រោងចក្រនឹងដែរគឺមានអាយុកាលជាង10ឆ្នាំហើយបងប្អូនឃើញពេលដែលយើងឃើញព័ត៌មានអញ្ចឹងហើយយើងមានអារម្មណ៍យ៉ាងណាសំខាន់នេះនៅតែមានពួកឈ្មួញអាត្មានិយមមហាអស្ចារ្យនឹងវានៅតែជួយគ្រប់គ្រងសេដ្ឋកិច្ចសៀមរហូតដល់ប្រសាសន៍របស់សម្ដេចពុកមានដល់ប៉ុណ្្នឹងហើយក៏នៅតែមានអ្នកលួចលាក់លួចនាំចូលមកទៀតបងប្អូនឃើញនេះផលិតផលរបស់សៀមតែដាក់យីហោរបស់ខ្មែរតើគិតយ៉ាងណាខ្ញុំគិតថាអ្នកដែលធ្វើទង្វើនេះគូតែមានទោសឲ្យធ្ងន់កម្រិតខ្ពស់ត្មងបើសិនជាចាប់បានឈ្មោះអស់ហ្នឹងវាជារឿងមួយដែលខ្ញុំសង្វេគខ្លាំងបងប្អូនប្រកាសជាបានឃើញហើយដុកណក់ទឹកភ្នែករបស់ពួកយើងនៅតែដក់មិនតន់នឹងរលប់ទៅវិញផងឈាមដែលពលីរបស់ព្រះកងតបដងអាចរបស់ពួកយើងដែលគាត់បានយកខ្នងពាំងក្របពីការឈ្លានពានរបស់ចៅព្រៃសៀមមកលើដីខ្មែរយើងនេះក៏មិនតន់បាត់ស្អាតទេប្រជាជនខ្មែរយើងរាប់សែនគ្រួសារមិនមែនមើលរាប់សែនទៀតដែលកំពុងបាត់បង់ផ្ទះសម្បែងដោយសារតែការឈ្លានពានរបស់សត្រូវលើទឹកដីខ្មែរយើងតែហេតុអ្វីខ្មែរយើងមួយចំនួនអស់នេះវាមិនមានការជឿចាប់អញ្ចឹងនេះជារូបភាពមួយខ្ញុំយកមកផ្គូផ្សំគ្នាហ្មងទៅដោយសារតែប្រហែលថ្ងៃខ្ញុំអត់ស្រួលខ្លួនហើយខ្ញុំរវល់បងប្អូនឃើញពួកសៀមវាផ្ដឺហ៎យើងយកលុយទៅទិញវាប៉ុណ្ណឹងហើយវាសើចចំអកដល់ឃើញខ្មែរអត់ខួរមួយចំនួននឹងវានៅតែគ្រប់គ្រងយកផលិតផលសៀមចូលមកក្នុងដីខ្មែរវាផុសវាដាក់ពាក្យឌឺដងហើយអ្នកខមមិនជាជនជាតិសៀមអស់នោះវាចូលមកសើចចំអកឲ្យយើងទៀតខ្ញុំជឿចាប់ណាស់បងប្អូនអរគ្នាខ្ញុំអាសូរទៅដល់ខ្មែរគ្រប់គ្នាដែលពួកគាត់បានខំប្រឹងប្រើបេះដូងស្រឡាញ់ទឹកដីមួយនេះពិតប្រាកដពហិការអាវ៉ាន់សៀមមិនប្រើប្រាស់ដាច់ខាតតែដោយសារតែពួកអាថ្មនិយមអាឈ្មួញស្រឡាញ់លុយជាងស្រឡាញ់កិត្តិយសជាងស្រឡាញ់ទឹកដីហ្នឹងវាធ្វើឲ្យពួកសត្វដេរឆានអស់នឹងមានឱកាសមកមើងងាយពួកគាត់ពេលខ្លះខ្ញុំធ្វើព័ត៌មាននឹងម្ដងខ្ញុំឈឺណាបងប្អូនខ្ញុំឈឺមែនតើដោយសារតែរាល់ថ្ងៃពេលដែលខ្ញុំមើលព័ត៌មានណាជ្រៅទៅខ្ញុំអង្គុយយំរាល់ថ្ងៃទៅភ្នែកខ្ញុំមិនដែលចង់និយាយថាអត់ដែរអត់ស្រក់ទេថ្ងៃណាក៏ខ្ញុំស្រក់ដែរហើយមកឃើញអញ្ចឹងទៀតខ្ញុំកាន់តែឈឺហ្មងខ្ញុំអត់យល់ថាតើខ្មែរអស់នេះដែលវានៅតែយកផលិតផលសៀមនាំចូលមកលួចលាក់ណាហើយអារឿងដឹកម៉ូតូនេះគឺតាមច្រកប៉ោយប៉ែតគិតយ៉ាងណាច្រកគេផ្សេងគេចូលរួមសហការចង់ជិត 100% ហើយតែនៅខាងប៉ោយប៉ែតយើងនេះគិតមិនខ្ញុំអត់វាយប្រហារទេប៉ុន្តែខ្ញុំស្នើសុំឲ្យចូលរួមទាំងអស់គ្នាពួកសៀមមើងងាយណាស់វាសើចចំអត់ណាស់វាឌីលដល់ការលាក់បង់របស់ខ្មែរយើងខ្លាំងហើយដល់ថ្នាក់ឲ្យទៅពេលដែលខ្ញុំឃើញវិរៈកងតមុខយើងក៏ធ្វើคลิปវីដេអូមកស្នើសុំឲ្យឯកាដដែលងងូចពេលណាក៏ខ្ញុំយំដែរខ្ញុំគាត់ថាពួកគាត់ពិបាកណាស់គាត់លំបាកណាស់នៅតទល់ជាមួយសត្រូវជីវិតពួកគាត់នៅចុងស្រល់គាត់មិនខ្លាចផងគាត់ហ៊ានពុះពៀគាត់ហ៊ានលះបង់ដើម្បីទឹកដីមួយនេះតែអាពួកយើងនៅខាងក្រៅខ្នងមួយចំនួនដែលវានៅតែគ្រប់គ្រងផលិតផលសៀមនេះតើវាពិបាកធ្ងន់ខ្លាំងណាស់ឬក៏យ៉ាងម៉េចបញ្ឈប់ទៅទង្វើអស់ហ្នឹងល្មមហើយពួកយើងនៅខាងក្រៅខ្នងពួកយើងស្រួលណាស់អត់ដូចពួកគាត់នៅខាងមុខដែលកំពុងយកខ្នងការពារក្របការពារទឹកដីខ្មែរមួយនេះតើពួកគាត់លំបាកប៉ុណ្ណាតែសួរតែគាត់តូនត្អែទេអត់ទេគាត់ស្នើសុំតែម្យ៉ាងសូមឲ្យពាក់ឯកាអាវ៉ាន់សៀមហ្នឹងវិរៈកងតបច្រើនណាស់ដែលគាត់ឆាតមកខ្ញុំឲ្យខ្ញុំធ្វើវីដេអូស្នើសុំឲ្យប្រជាជនខ្មែរនេះចូលរួមពាក់ឯកាដាច់ខាតទឹកមួយបងអើយខ្ញុំសូមឲ្យបងជួយធ្វើคลิปវីដេអូហ្នឹងរាល់ថ្ងៃបានអត់សូមឲ្យពួកគាត់បញ្ឈប់ការទិញអាវ៉ាន់សៀមទៅពេលដែលខ្ញុំលឺពួកគាត់ម្ដងខ្ញុំតបទៅគាត់ខ្ញុំស្រក់ទឹកភ្នែករហូតវាជារឿងមួយដែលសង្វេគបងប្អូនយល់អត់យើងក្រយើងប្រទេសតូចគេមើងងាយគេយកលុយពីភាពចំណេញរបស់យើងយកមកទិញអាវុធសម្រាប់ពួកយើងតែហេតុអ្វីក៏នៅតែមានខ្មែរអត់គូមួយចំនួននឹងនៅតែប្រើប្រាស់អាវ៉ាន់សៀមអត់បានអញ្ចឹងខ្ញុំស្នើសុំបញ្ឈប់ទៅណាចូលរួមទាំងអស់គ្នាដើម្បីកិត្តិយសប្រទេសជាតិយើងដើម្បីអាយុជីវិតប្រជាជនខ្មែរយើងជាពិសេសវិរៈកងតបដងអាចដែលពួកគាត់កំពុងតែយកអាយុជីវិតនិងយកខ្នងពាំងក្របដើម្បីពួកយើងគ្រប់គ្នានេះយើងគួរតែធ្វើវាដើម្បីគាត់វិញណាខ្ញុំសូមអរគុណហើយជាពិសេសនេះរឿងហត់ដកអស់នេះណាសាច់ក្រករបស់សៀមផលិតផលរបស់សៀមសូមបញ្ឈប់ចាប់ពេលហ្នឹងទៅបងប្អូនមានដឹងទេថាវាមានគម្រោងការក្នុងការប្រើថ្នាំសៃយ៉ាណៃឬក៏ថ្នាំប្រភេទដែលបំផ្លាញសុខភាពរបស់យើងម្ដងបន្តិចងាយស្រួលណាអានេះគឺជាយុទ្ធសាស្ត្រដ៏ជ្រៅមួយរបស់សត្រូវដែលវាចង់បានទឹកដីរបស់យើងគឺវាសម្លាប់ដោយប្រយោលអញ្ចឹងណាប្រយ័ត្នប្រយែង
វាផលិតផលដែលនាំចេញគឺវាធ្វើខុសគ្នានឹងផលិតផលដែលលក់ក្នុងស្រុកត្រូវឲ្យយល់មិនថាខាងលិចខាងកើតទេសូមបញ្ចុះការគ្រប់គ្រងទៅគួរតែកលេចមកគ្រប់គ្រងផលិតផលក្នុងស្រុកខ្មែរទោះបីជាតម្លៃរឿងខ្ពស់បន្តិចដោយសារតែការផលិតយើងយកចូលមានចំនួនតិចអញ្ចឹងអាចតម្លៃហ្នឹងក៏វារឿងខ្ពស់បើសិនជាមានប្រជាជនខ្មែរគ្រប់គ្រងច្រើនគាត់នាំផលិតផលហ្នឹងចូលមកច្រើនផលិតតម្លៃហ្នឹងក៏ចុះទាបតាមហ្នឹងដែរអានេះបើសិនជាបងជាអ្នកបងប្អូនអរគ្នាជាអ្នករស់ស៊ីបានយល់ពីបញ្ហានៃការកំងអវ៉ាន់ហ្នឹងខ្ញុំអត់កាន់ជើងពួកគាត់អ្នកផលិតលក់ទេប៉ុន្តែដោយសារវាជារឿងពិតបើសិនជាការកំងផលិតដំបូងគឺគាត់មិនអាចយកមកច្រើនទេដោយសារគាត់ខ្លាចមានអ្នកគ្រប់គ្រងអញ្ចឹងគឺគាត់មានការកំណត់នៃការយកចូលមកអញ្ចឹងពេលដែលយកចូលមកតិចគឺតម្លៃវារៀងខ្ពស់ទៅបើសិនជាការផលិតរបស់គាត់មានច្រើនក៏តម្លៃនោះរៀងទាបតាមនឹងទៅដែរប៉ុន្តែពួកយើងចាប់ផ្ដើមចូលរួមគ្នាពួកយើងនឹងគ្រប់គ្រងដាច់ខាតផលិតផលក្នុងស្រុកយើងគឺត្រូវតែចូលរួមមិនថាផលិតផលអីទេណាយូរពួកយើងនឹងត្រឡប់ប្រើប្រាស់ផលិតផលរបស់យើងក្នុងស្រុកហើយយើងជួយគ្នាដើម្បីស្ដារសេដ្ឋកិច្ចយើងឲ្យកាន់តែរីកចម្រើនទាំងអស់គ្នាទៅមុខទៀតណាហើយបើសិនជាខ្ញុំមានការនិយាយខុសតអីសូមអភ័យទោសផងតែនេះគឺនិយាយទុកអារម្មណ៍ផងអីផងទេដោយសារពេលខ្លះជួយចាប់ដែរសូមគោរពអរគុណច្រើន